នៅជម្រៅជាង 10000 ម៉ែត្រក្រោមផ្ទៃសមុទ្រជាកន្លែងដែលពលឺព្រះអាទិត្យមិនអាចចាំងទៅដល់បានសូម្បីតែម្ដងវាគឺជាកន្លែងភាពងងឹតគ្របដណ្ដប់គ្រប់ទិសទីហើយនៅទីនោះមានអ្វីម្យ៉ាងដែលកំពុងរស់នៅវាមិនមែនជាត្រីធម្មតាវាក៏មិនមែនជាត្រីបាឡាញ់ធម្មតានោះដែរហើយវាក៏មិនមែនជារឿងដែលមនុស្សគ្រប់គ្នាចង់ជឿនោះដែរព្រោះនៅក្រោមទឹកដ៏ងងឹតនោះមានសត្វយក្សមួយក្បាលដែលគេហៅថា Algren Major វាគឺជាសត្វពស់សមុទ្រយក្សដែលមានប្រវែងធំជាងអាគារខ្ពស់ៗជាច្រើនដងក៏ប៉ុន្តែរឿងដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺថ្ងៃមួយវាមិនបាននៅម្នាក់ឯងនោះទេវាបានប្រឈមមុខជាមួយនឹងសត្វយក្សម្យ៉ាងទៀតដែលគេហៅថា The Bloop វាគឺជាត្រីបាឡាញ់យក្សដែលត្រូវបានបរិញ្ញាថាជាអ្នកគ្រប់គ្រងនៅជម្រៅសមុទ្រហើយនៅពេលដែលសត្វទាំងពីរនេះត្រូវបានប៉ះទង្គិចគ្នាហើយវាក៏មិនមែនគ្រាន់តែជាការប្រយុទ្ធគ្នារវាងសត្វពីរតែប៉ុណ្ណោះនោះទេវាអាចជាសញ្ញាព្រមានថានៅក្រោមបាតសមុទ្រអាចនឹងមានអ្វីធំជាងដែលមនុស្សមិនទាន់យល់ដឹងនៅឡើយថ្ងៃនេះយើងនឹងចូលទៅដឹងរឿងរ៉ាវដ៏អាចកំបាំងមួយនៃការប្រឈមមុខដាក់គ្នារវាង The Bloop និង Algren Major ក៏ប៉ុន្តែមុននឹងយើងបន្តវីដេអូទៅមុខទៀតខ្ញុំសូមអរគុណទៅដល់បង្កើត Studio ដែលគាត់ជាម្ចាស់ sponsor នៅវីដេអូនេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកដៃគូជួយរៀបចំយុទ្ធសាស្ត្រទីផ្សារអនឡាញនិងចង់ធ្វើ content បែបតាក់ទាញសម្រាប់អាជីវកម្មខ្លួនឯងបងប្អូនកុំភ្លេចតាក់ទងទៅបង្កើត Studio ណាខាងគាត់គឺជា marketing agency ដែលជួយបងប្អូនសាងអត្តសញ្ញាណ brand របស់បងប្អូនឲ្យកាន់តែរឹងមាំសម្រាប់ព័ត៌មានបន្ថែមរបស់ពួកគាត់ខ្ញុំនឹងដាក់ជូនបងប្អូននៅក្នុង description នៅខាងក្រោមក៏ប៉ុន្តែមុននឹងយើងចូលដល់សាច់រឿងរបស់យើងសូមបងប្អូនកុំភ្លេចជួយចុច like subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍តោះយើងបន្តសាច់រឿងរបស់យើងទៀតដែនទឹកដ៏ធំល្វឹងល្វើយនៃមហាសមុទ្រអាត្លង់តិកក្បែរកោះ Puerto Rico នៅទីនោះធ្លាប់តែជាកន្លែងដែលមើលទៅស្ងប់ស្ងាត់ពីខាងលើផ្ទៃទឹកអ្វីមើលទៅដូចជាធម្មតាដល់ឡោកបោកទៅតាមខ្យល់ផ្ទៃមេឃមានពណ៌ប្រផេះនាវាយោធាខ្លះៗកំពុងតែល្បាតនៅចម្ងាយឆ្ងាយក៏ប៉ុន្តែនៅក្រោមផ្ទៃទឹកវិញអ្វីមិនស្ងប់ស្ងាត់ដូចដែលយើងមើលឃើញពីខាងលើនោះឡើយនៅថ្ងៃមួយឧបករណ៍សំឡេងក្រោមទឹករបស់កងទ័ពជើងទឹកបានចាប់បានសំឡេងចម្លែកមួយវាមិនមែនជាសំឡេងត្រីបាឡែនវាមិនមែនជាសំឡេងរំជួយដីហើយវាក៏មិនស្រដៀងនឹងសំឡេងនាវាងូតទឹកផងដែរសំឡេងនោះទាបខ្លាំងហើយវែងអន្លាយប្រៀបដូចជាមានអ្វីមួយដ៏ធំសម្បើមកំពុងតែផ្លាស់ទីនៅក្នុងជម្រៅដ៏ខ្មៅងងឹតនោះក្រុមអ្នកវិទ្យាសាស្ត្រនិងមន្ត្រីយោធាបានចាប់ផ្ដើមតាមដានសំឡេងនោះភ្លាមព្រោះតែសញ្ញាដែលបង្ហាញនៅលើអេក្រង់មិនមែនមានតែមួយនោះទេវាមានសញ្ញាពីរមួយកំពុងតែផ្លាស់ទីយឺតពីទិសខាងជើងហើយមួយទៀតកំពុងតែហែឡើងមកពីជម្រៅខាងត្បូងហើយសញ្ញាទាំងពីរនោះកំពុងតែឆ្ពោះទៅរកគ្នានៅក្នុងបន្ទប់មេបញ្ជាការនៃនាវាចម្បាំងមនុស្សគ្រប់គ្នាស្ងៀមស្ងាត់គ្មាននរណាម្នាក់ហ៊ាននិយាយច្រើននោះទេមានតែសំឡេងម៉ាស៊ីនសំឡេងវិទ្យុនិងសំឡេងរោពីឧបករណ៍ត្រួតពិនិត្យតែប៉ុណ្ណោះបន្ទាប់មកសំឡេងមន្ត្រីម្នាក់បានបន្លឺឡើងតាមវិទ្យុយើងបានចាប់បានចរណាធំមួយនៅក្រោមទឹកសញ្ញានេះមិនដូចអ្វីដែលយើងឃើញពីមុនមកទេវាអាចជាសំឡេង Algren Majorមនុស្សនៅក្នុងបន្ទប់បញ្ជាការមើលមុខគ្នាទៅវិញទៅមកពាក្យថា Algren Major មិនមែនជាឈ្មោះអ្នកណាដែលចង់ឮនោះឡើយតាមរឿងរ៉ាវដែលត្រូវបាននិយាយតគ្នាវាគឺជាសត្វពស់សមុទ្រយក្សដែលរស់នៅក្នុងជម្រៅសមុទ្រដែលមនុស្សមិនអាចចុះទៅបានវាមានរូបរាងកាយវែងដូចជាខ្សែភ្នំមួយនៅក្រោមទឹកផ្នែកទូចៗរបស់វាមើលទៅត្រជាក់និងគ្មានអារម្មណ៍វាមានចរណាយឺតក៏ប៉ុន្តែវាមានថាមពលដ៏គួរឲ្យខ្លាចបើវាហែកាត់ក្រោមនាវាផ្ទៃទឹកអាចនឹងកក្រើកដូចមានព្យុះកើតឡើងពីខាងក្រោមក៏ប៉ុន្តែនៅថ្ងៃនោះអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ័យជាងគេនោះមិនមែនគ្រាន់តែជាវត្តមានរបស់ Algren Major នោះទេព្រោះមានសញ្ញាទី2នៅលើអេក្រង់ក៏កំពុងខិតជិតមកដែរមន្ត្រីម្នាក់បានស្រែកឡើងសញ្ញាទី2កំពុងតែឡើងមកហើយវាកំពុងឡើងពីជម្រៅខាងក្រោមអ្នកបញ្ជាការបានសួរយ៉ាងតឹងរឹងតើសញ្ញានោះវាគឺជាអ្វីទៅបន្ទប់ទាំងនោះត្រូវបានស្ងាត់មួយផ្លែតក៏ប៉ុន្តែបន្ទាប់មកមានសំឡេងឆ្លើយតបភ្លាមថាវាអាចគឺជាសំឡេង The Bloop វាអាចជា The Bloopភ្លាមនោះក្នុងបន្ទប់បញ្ជាការកាន់តែធ្ងន់ធ្ងរទៅ The Bloop ដែលត្រូវបានបរិញ្ញាថាជាត្រីបាឡែនយក្សដែលធំជាងសត្វសមុទ្រណាដែលមនុស្សធ្លាប់ស្គាល់វាមានរាងកាយធំដូចជានាវាហើយកន្ទុយរបស់វាអាចបង្កើតបានជាទឹករលកដ៏ធំសម្បើមសំឡេងរបស់វាអាចធ្វើឲ្យឧបករណ៍ក្រោមទឹករអាក់រអួលបានហើយពេលនេះសត្វយក្សទាំងពីរនោះកំពុងតែហែលចូលមករកគ្នានៅចម្ងាយ32គីឡូម៉ែត្រនៃភាគខាងត្បូងកោះ Puerto Rico ឆ្នេរសមុទ្រជិតខាងត្រូវបានជម្រះចេញហើយនាវាយោធាត្រូវបានបញ្ជាឲ្យរក្សាចម្ងាយឧទ្ធម្ភាគចក្រហោះនៅលើផ្ទៃទឹកហើយដ្រូនក្រោមទឹកត្រូវបានត្រៀមបញ្ចូលទៅក្នុងជម្រៅដើម្បីថតអ្វីដែលអាចនឹងកើតឡើងអ្នកបញ្ជាការបានបញ្ជាក់ថាបើកាមេរ៉ាទាំងអស់បញ្ជូនដ្រូនក្រោមទឹក
ខ្ញុំត្រូវការឃើញអ្វីដែលកំពុងតែកើតឡើងនៅខាងក្រោមមន្ត្រីបច្ចេកទេសបានឆ្លើយតបទៅវិញថាទទួលបញ្ជាដ្រូននីមួយៗកំពុងចុះទៅក្រោមសញ្ញារូបភាពចាប់ផ្ដើមដំណើរការរូបភាពដំបូងគេបង្អស់មានលក្ខណៈស្រពេចស្រពិលគ្មានពន្លឺគ្មានពណ៌មានតែភាពងងឹតនិងភាពល្អិតល្អិតទូចៗអណ្ដែតនៅក្នុងទឹកដ្រូនបានចុះទៅកាន់តែជ្រៅ100ម៉ែត្រ500ម៉ែត្រ1000ម៉ែត្រសម្ពាធទឹកកាន់តែខ្លាំងសញ្ញាកាន់តែខ្សោយសំឡេងរំខានកាន់តែច្រើនភ្លាមៗនោះមានអ្វីដ៏ធំមួយបានហែកឆ្លងកាត់កាមេរ៉ានៃដ្រូនហើយវាមិនមែនជារូបរាងកាយទាំងមូលនោះឡើយវាគ្រាន់តែជាផ្នែកទូចមួយរបស់វាតែប៉ុណ្ណោះក៏ប៉ុន្តែផ្នែកទូចនោះវាធំជាងដ្រូនរបស់មេបញ្ជាការនោះទៅទៀតមន្ត្រីម្នាក់បាននិយាយដោយសំឡេងញ័រពង្រីករូបភាពពង្រីកឲ្យច្បាស់ជាងនេះបានទេបន្ទាប់មករូបភាពចាប់ផ្ដើមច្បាស់បន្តិចម្ដងពេលនោះហើយដែលពួកគេបានឃើញយ៉ាងច្បាស់ថាវាគឺជា The Bloop មានរូបរាងកាយដ៏ធំរបស់វាបានហែកឆ្លងកាត់ក្នុងភាពងងឹតយ៉ាងស្ងប់ស្ងាត់ហើយនៅលើស្បែករបស់វាមានពន្លឺខៀវស្រាលៗដូចជាភ្លើងទូចៗនៅក្រោមបាតសមុទ្រភ្នែករបស់វាមានលក្ខណៈធំហើយមើលទៅដូចជាបានឃើញអ្វីៗជាច្រើនលើសពីអ្វីដែលមនុស្សអាចស្រមៃបានវាមិនហែប្រញាប់នោះទេក៏ប៉ុន្តែចលនារបស់វាមានទម្ងន់មានអំណាចនិងមានភាពគំរាមកំហែងដ្រូនបានព្យាយាមរក្សាចម្ងាយក៏ប៉ុន្តែរាល់ពេលដែល The Bloop ក្រវាកន្ទុយរបស់វាទឹកជុំវិញនោះប្រៀបដូចជាបានទាញចូលទៅក្នុងព្យុះក្រោមទឹកមន្ត្រីម្នាក់បាននិយាយថារក្សាចម្ងាយកុំឲ្យដ្រូនចូលទៅជិតវាពេកការក្រវាកន្ទុយរបស់វាតែម្ដងវាអាចនឹងបំផ្លាញឧបករណ៍ទាំងមូលបានក៏ប៉ុន្តែមុនពេលដែលពួកគេអាចនឹងធ្វើអ្វីបន្ថែមសញ្ញាទី2បានបង្ហាញឡើងកាន់តែច្បាស់នៅក្នុងភាពងងឹតនៅខាងមុខនោះមានស្រមោលវែងមួយកំពុងតែរំកិលមកវាវែងខ្លាំងណាស់រហូតដល់កាមេរ៉ាមិនអាចចាប់បានទាំងមូលឡើយគេឃើញស្បែកក្រាស់ៗរបស់វាបន្ទាប់មកទៀតគេឃើញផ្នែកទូចៗជាច្រើនរបស់វាដែលកំពុងតែបើកហើយតម្រង់មកមើលកាមេរ៉ាតែម្ដងមន្ត្រីបច្ចេកទេសបាននិយាយយ៉ាងតឹងស្លុតថានោះហើយវាគឺជា Grand Major វាមានរាងកាយវែងដូចជាពស់យក្សក៏ប៉ុន្តែធំជាងអ្វីដែលមនុស្សអាចស្រមៃបានចលនារបស់វាស្ងប់ស្ងាត់ណាស់ស្ងាត់រហូតដល់គួរឲ្យខ្លាចវាមិនចាំបាច់បង្ហាញភាពកាចសាហាវរបស់វានោះទេព្រោះទំហំរបស់វាក៏គ្រប់គ្រាន់ធ្វើឲ្យអ្នកគ្រប់គ្នាដឹងថាវាគឺជាអ្វីដែលមិនគួរឲ្យចូលទៅជិតនៅពេលដែល Grand Major និង The Bloop បានខិតចូលមកជិតគ្នាទឹកសមុទ្រជុំវិញចាប់ផ្ដើមក្រោកក្រើកសញ្ញាសំឡេងចាប់ផ្ដើមពន្លឺឡើងយ៉ាងខ្លាំងហើយរូបភាពចាប់ផ្ដើមញ័រអេក្រង់ខ្លះបានបង្ហាញខុសប្រក្រតីអ្នកបញ្ជាការបានសួរថាតែចម្ងាយរវាងសត្វទាំងពីរនេះមានចម្ងាយប៉ុន្មានដែរមន្ត្រីម្នាក់បានឆ្លើយតបចម្ងាយរវាងសត្វទាំងពីរនេះមានចម្ងាយ500ម៉ែត្រកំពុងតែខិតជិតយ៉ាងលឿនបន្ទាប់មកបន្ទប់បញ្ជាការបានស្ងាត់ជាថ្មីម្ដងទៀតគ្រប់គ្នាដឹងថាពួកគេកំពុងឃើញអ្វីមួយដែលមនុស្សមិនធ្លាប់ឃើញពីមុនមកការប្រឈមមុខដាក់គ្នារវាងសត្វទាំងពីរនេះនៅក្នុងជម្រៅដែលមនុស្សគ្មានអំណាចអ្វីឡើយហើយបន្ទាប់មកសមរភូមិបានចាប់ផ្ដើម The Bloop បានហែទៅមុនយ៉ាងលឿនហើយវាប្រហារជាមុនរលកដ៏ខ្លាំងបានបក់ចេញពីចរណៈរបស់វាធ្វើឲ្យដ្រូនជាច្រើនបានរអិលចេញពីទីតាំងវាបានប្រើថ្ពាល់ដ៏ធំរបស់វាខំទៅលើផ្នែកមួយនៃរាងកាយ Grand Major សំឡេងក្រហមក្រោមទឹកបានបន្លឺឡើងយ៉ាងខ្លាំងហើយសញ្ញាសំឡេងឡើងខ្ពស់រហូតដល់ឧបករណ៍ខ្លះចាប់ផ្ដើមរំខានក៏ប៉ុន្តែ Grand Major មិនបានថយក្រោយទេវាហាក់ដូចជារងចាំឱកាសនេះជាយូរមកហើយរាងកាយដ៏វែងរបស់វាបានចាប់ផ្ដើមរុំព័ទ្ធជុំវិញ The Bloop បន្តិចម្ដងដំបូងវារុំព័ទ្ធផ្នែកខាងក្រោយបន្ទាប់មកជុំវិញពាក់កណ្ដាលចុងក្រោយវារឹតបន្តឹងដូចជាអន្ទាក់ដ៏ធំមួយនៅក្រោមទឹក The Bloop ជាយាមរើបំរាស់ហើយវាបានក្រវ៉ាត់កន្ទុយបន្ទាប់មកបង្វើរាងកាយរបស់វាបានបញ្ចេញសំឡេងក្រហមដ៏ខ្លាំងក៏ប៉ុន្តែការរើបំរាស់របស់វានេះបានធ្វើឲ្យទឹកជុំវិញនោះកាន់តែច្របូកច្របល់ហើយមានដ្រូនមួយត្រូវបានរលកទឹកប៉ះបន្ទាប់មកត្រូវបានបាត់សញ្ញាភ្លាមមន្ត្រីម្នាក់បានស្រែកថាយើងបានបាត់ដ្រូនទី2ហើយមេបញ្ជាការបានឆ្លើយតបយ៉ាងរហ័សរក្សាដ្រូនដែលនៅសល់កុំចូលជិតពេករូបភាពនៅលើអេក្រង់កាន់តែពិបាកមើលទឹកងងឹតហើយស្រមោលធំបានឆ្លងកាត់ទៅវិញទៅមកសំឡេងក្រហមនិងចរណាដ៏ធំធេងបានធ្វើឲ្យបន្ទប់បញ្ជាការទាំងមូលដូចជាកំពុងស្ថិតនៅក្នុងកណ្ដាលព្យុះអញ្ចឹងដែរ Grand Major មិនប្រញាប់ប្រញាល់នោះទេវានៅតែបន្តរឹតបន្តឹងជារៀងរហូតដូចជាវាដឹងថាពេលវេលានៅខាងវាអញ្ចឹង The Bloop ចាប់ផ្ដើមចុះខ្សោយចរណាថយចុះសំឡេងក៏ស្ងាត់បន្តិចម្ដងហើយអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ័យបំផុតនោះគឺ Grand Major មិនបានសម្លាប់វាភ្លាមនោះទេវាគ្រាន់តែទាញ The Bloop ចុះទៅជ្រៅជាងមុនទៅកន្លែងដែលមានសម្ពាធខ្លាំងទៅកន្លែងសញ្ញាចាប់មិនបាននិងមនុស្សមិនអាចតាមដានវាបានរូបភាពញ័រពន្លឺលោតឡើងបន្ទាប់មកអេក្រង់ខ្លាចទៅជាពណ៌ខ្មៅស្ងាត់សូន្យឈឹងសញ្ញាបាត់ទាំងស្រុងក្រុមយោធាបានព្យាយាមស្វែងរកសញ្ញាម្ដងទៀតក៏ប៉ុន្តែគ្មានចម្លើយនោះទេគ្មានសំឡេងគ្មានចរណាហើយនឹងគ្មានរូបភាពតើ The Bloop ត្រូវបានទាញចុះទៅរហូតដល់ស្លាប់មែនឬក៏រស់នៅកន្
ន្លែងណាមួយហើយ Grand Major ឥឡូវនេះនៅទីណាតើវាកំពុងតែស្វែងរកសត្វយក្សមួយទៀតឬតើអ្នកទាំងអស់គ្នាគិតថា Grand Major នៅមានជីវិតដែរឬទេហើយវាកំពុងលាក់ខ្លួននៅទីណា comment ប្រាប់ខ្ញុំនៅខាងក្រោមម្នាក់មួយផងណាបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះផ្ដល់ចំណេះដឹងដល់អ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាកុំភ្លេច like និង share វីដេអូមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនម្នាក់មួយផងណាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ